សួស្តីអ្នកនាងស្វាគមន៍មកកាន់ Channel The Making ថ្ងៃនេះធ្វើការលេងវគ្គមួយដែលជាវគ្គ Grow Garden បាទអញ្ចឹងគឺថាវគ្គហ្នឹងគឺវគ្គថ្មីបាទមិនមែន Grow Garden ចាស់ទេហើយមួយទៀតគឺវគ្គហ្នឹងលយជាងវគ្គ Grow Garden ទៀតអញ្ចឹងមានឈ្មោះថា Grow Garden 2ហើយថ្ងៃនេះដែរខ្ញុំនឹងធ្វើការលេងនៅក្នុងវគ្គមួយនេះហើយចង់ដឹងថាមានអីគេលយខ្លះហើយយើងអាចតដំណាំលក់បានច្រើនឬក៏អត់យើងមានទៅចាំមើលទាំងអស់គ្នាចឹងគេថានៅក្នុងវគ្គនេះគឺថាយើងអាចលួចរបស់គេនៅពេលយប់តែពេលព្រលឺក៏អាចលួចរបស់គេបានទេឥឡូវយើងទៅមើលទាំងអស់គ្នាចង់ដឹងថាវាដូចតែខ្ញុំនិយាយអត់គេតែការ text steal ទៅគេដាក់ថា you can only steal at night ចឹងមានន័យថាយើងអាចលួចបានតែពេលយប់ទេគេថាពេលភ្លឺចឹងគឺយើងអាចលួចកើតទេអ្នកគ្នាអ្វីសំខាន់គេក៏មានបញ្ជាក់ជាមួយនឹងពេលវេលានៃការខ្លាចជាពេលយប់ផងដែរដោយតែអ្នកនេះបានឃើញចឹងនៅខាងលើនឹងឯងតែគិតជានាទីហ្នឹងហើយមិនមែនគិតជាម៉ោងទេហើយនៅក្នុងវគ្គហ្នឹងដែរគឺមានជាមួយនឹងកន្លែង prop កន្លែងហ្នឹងគឺកន្លែងសម្រាប់ដាក់តុបតែង gear កន្លែងសំខាន់បាទគឺឧបករណ៍របស់យើងប្រើប្រាស់ហ្នឹងឯងក្នុងការដាំដំណាំស៊ីកន្លែងក្របពូជដែលយើងហ្នឹងឯងហ្នឹងហើយកន្លែង sale នេះកន្លែងដែលយើងសម្រាប់លក់ដំណាំបាទហើយកន្លែង gear បាទអ្វីសំខាន់ដែលប្លែកគឺជាកន្លែង gear ហ្នឹងឯងដោយសារតែអត់ដែរឃើញកន្លែង gear ទេអ្នកគ្នាដែលគេទៅដាក់ចូលអញ្ចឹងណាចឹងឥឡូវទៅមើលទាំងអស់គ្នា gear គឺគេអាចយើងអាចបង្កើត gear ខ្លួនឯងបានណាកន្លែងនៃការបង្កើត gear ខ្លួនឯងផ្ទាល់ខ្លួនណាដែលមានឈ្មោះថា Anime King AI បាទតោះឥឡូវកុំឲ្យតប៉ែសៅម៉ោងយូរយើងធ្វើការទិញក្របពូជយកទៅដាំយកតែម្ដងចឹងឥឡូវយើងមកធ្វើការទិញការ៉ុតយកតែម្ដងដោយសារគេណែនាំយើងទិញការ៉ុតដោយសារយើងមានលុយច្រើនទេគឺមានតែ$1ហ្នឹងឯងឬក៏1កាក់ហ្នឹងឯងឥឡូវធ្វើការទិញមួយខ្វាញ់យើងមកបាទចំណាយមួយខ្វាញ់យើងដើម្បីបានការ៉ុតមួយពិតជាលុយមែនតើហើយខ្វាញ់គេគឺយ៉ាគឺគេអត់គិតជា$ដូចគ្រាន់កាដិនចាស់ទេអូខេអ្នកគ្នានេះគឺជាការ៉ុតរបស់យើងបាទឥឡូវយើងធ្វើការយកដាំទាំងអស់គ្នាហ្នឹងឯងចឹងគេថាហ្នឹងឯងអ្នកគ្នាគឺឥឡូវយើងការចុចតាមគេមកគឺគេប្រាប់ឲ្យយើងចុចបាទចេញចុចមកគេដាក់ថា wait for your crop to grow បន្ទាប់ពីរងចាំរយៈពេល5វិនាទីបាទលឿនមែនតើគឺដោះបាត់ទៅហើយអ្នកគ្នាហើយគេឲ្យដកថែមទៀតនិយាយទៅគឺគេប្រាប់យើងថា8កំណត់ត្រាក្នុងវគ្គហ្នឹងទេបាទហើយឥឡូវធ្វើការបានការ៉ុតជាមួយនឹង 2.45 គីឡូក្រាមពិតជាលយមែនតើហើយឥឡូវធ្វើការយកទៅលក់អស់គ្នាចាំបានតម្លៃប្រហែលដែរឥឡូវនេះធ្វើការដល់ line sale ហើយចេញធ្វើការ sell inventory មកចឹងគេថារបស់ដែលមាននៅក្នុងយើងគឺយើងលក់បានហ្នឹងអ្នកគ្នាជាពិសេសគឺរុក្ខជាតិមិនមែនលក់របស់ប្រើប្រាស់ជាងទេហើយឥឡូវយើងធ្វើការលក់យើងទទួលបានលុយជាមួយនឹង96កាក់បាទលយមែនតើចឹងគេថាយើងធ្វើការឆៃរកមើលរបស់ដែលយើងអាចទិញបានហើយយើងមានលុយតែ$96ទេចឹងឥឡូវយើងធ្វើការទិញជាមួយនឹងផ្កា tulip នេះមួយបាទចេះអ្នកគ្នាគឺខ្ញុំដឹងផ្កាឬស្អីចេះទិញបាទហើយ blueberry បាទខ្ញុំស្គាល់ blueberry strawberry ទេហើយឥឡូវយើងធ្វើការទិញតែប៉ុណ្្នឹងសិនដោយសារតែលុយយើងមានដែនកំណត់ដែរឥឡូវធ្វើការមក garden យើងវិញមកអ្នកគ្នាធ្វើការដាក់ដាំយកតែម្ដងអូខេអ្នកគ្នាបន្តពីការរងចាំរបស់យើងមកផ្លែតមកបាទគឺមិនផ្លែតទេគឺម៉ានទីបាទហើយឥឡូវនេះគឺថាមេឃដល់ពេលយប់បាទនិយាយទៅមិនរងចាំដំណាំដោះទេគឺរងចាំពេលយប់អូខេអ្នកគ្នាឥឡូវនេះគឺថាខ្ញុំធ្វើការទៅដល់កន្លែងគេចឹងគឺថាយើងសាកលួចរបស់គេអស់គ្នាចឹងឃើញ blueberry អាប៉ែនេះធំមែនតើឥឡូវធ្វើការ steal វាមកបាទឥឡូវ steal បានអ្នកគ្នាគឺថាដូចទៅនឹងវគ្គ grow garden នេះមិនដូចវគ្គ grow garden ច្រឡំគឺវគ្គ steal brand ហ្នឹងហើយគេគឺថាពេលលួចដូចគ្នាមែនតើហើយយើងអាចធ្វើការនេះបានទេកាន់របស់ផ្សេងបានទេគឺអាចនិយាយបានថាតោះយើងទៅដល់ line land យើងចឹងគេថាម្ចាស់គេមានឱកាសដេញវាយយើងបានបាទនិយាយទៅគឺមានឱកាសដេញវាយយើងបាទហើយយើងធ្វើការរត់ទៅធ្វើម៉េចដល់កន្លែង garden យើងវិញមកអូខេចឹងថាដោយសារ garden ខ្ញុំក្រពេកគឺគ្មានអ្នកគេមកលួចទេអ្នកនេះបាទឥឡូវមកដល់ចការយើងវិញហើយគឺខ្ញុំទទួលបានហើយបាទចឹងខ្ញុំលួចបានblueberry បាទចឹងតម្លៃវា$145បាទគឺ145កាក់ច្រឡំអូខេអ្នកនេះឥឡូវធ្វើការមកលក់របស់មកបាទគឺមកលក់របស់យើងឥឡូវទទួលបានលុយចំនួន251កាក់បាទវាជាលុយមែនតើអ្នកទាំងអស់គ្នាឥឡូវយើងធ្វើការមកទិញជាមួយនឹងពេញប៉បបាទធំរបស់យើងហ្នឹងចឹងឥឡូវធ្វើការមកទិញទាំងអស់គ្នាដោយសារតម្លៃវាគឺ$200ហ្នឹងឯងខ្ញុំចង់ដឹងថា200កាក់ហ្នឹងគឺតម្លៃវាអាចធ្វើឲ្យខ្ញុំកើនតម្លៃលុយយើងបានឬក៏អត់អ្នកនេះអ្នកនេះគឺខ្ញុំច្រឡំលុយបាទគឺកាក់ហ្នឹងឯងឥឡូវធ្វើការមកលក់មកដាំទាំងអស់គ្នាបាទឥឡូវចង់ដឹងថាយើងនឹងលក់ទៅបានប្រហែលដែរចឹងថាបន្ទាប់ពីការរងចាំមករយៈពេលជាយូរលង់ណាស់មកហើយបាទគឺប្រហែលជា1នាទីបាទនិយាយទៅគឺថាដើមនេះក្រដោះមែនទេអ្នកទាំងអស់គ្នាឥឡូវយើងកាត់មក2នាទីក្រោយហ្មងទៅអ្នកគ្នាគឺថាខ្ញុំអាចប្រមូលផលបានទេអ្នកគ្នាហើយអាចនិយាយបានថាខ្ញុំប្រមូល strawberry ហើយនិង blueberry អ្នកគ្នាហើយឥឡូវយើងមកធ្វើការលក់មកបាទចំណែកបានលុយប្រហែលដែរឥឡូវការលក់អស់គ្នា
ok những cái tích biệt thà sơ là vẫn sẽ đi máu chúng tôi thì có nè nha bạn lấy nhữngตัวបានលុយជាមួយ198កាក់សូឥឡូវយើងមកមើលកន្លែងដើមរបស់យើងមកគឺដើមធម្មធម៌យើងឥឡូវនេះដោះហើយអ្នកនេះចេញទៅការដកទាំងអស់គ្នាចេញវាមានត្រឹមតែ1គីឡូទេអ្នកនេះបាទតែឥឡូវការដកអស់មកអ្នកនេះយើងដកអស់មកអូខេអញ្ចឹងឥឡូវយើងដកលើទៀតដោយសារតែដកកោតអញ្ចឹងវាវេទនាមែនតើអូខេឥឡូវការដកហើយអ្នកនេះបាទគឺយើងដើរប្រមូលលឿនមកអ្នកនេះបន្ទាប់ពីប្រមូលផលរួចអ្នកនេះឥឡូវការយើងយកមកលក់អីចឹងណាអ្នកនេះបាទគឺយើងមកលក់នៅកន្លែងអាប៉ែនេះបាទ Steven ហ្នឹងឥឡូវការលក់អស់គ្នាបាទចឹងដល់បានលុយប្រហែលចូលហើយអ្នកនេះបាទ Oh my god ខ្ញុំថាយើងទទួលបានលុយច្រើនខ្លាំងមែនតើអ្នកនេះហើយឥឡូវទីផលយើងខ្លាចជាអ្នកមានហើយអ្នកនេះបាទអ្នកមានបែបលក្ខណៈថាមកជុំអញ្ចឹងអ្នកនេះបាទយ៉ាតែយើងទៅចូលលេងយើងអាចរកបាន400កាក់បាទហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងទេបាយ